ជួបខ្ញុំសាជាថ្មីម្ដងទៀតបាទនេះជាកន្លែងទីតាំងកន្លែងភេបាទគឺឈ្មោះអាស្កាយបាទនេះក៏ប្រហែលថ្ងៃនេះក៏បានយករូបភាពវាបាទដោយសាររូបភាពវាកំពុងតែដេកបាទនេះខេខ្ញុំមកក៏វាបានងើបឈរដែរអូឆ្លាតមែនតើអូនេះមើលអាយវាបងប្អូននេះវាចេះមែនតើស្កាយបាទនេះគឺ slow ទេភេមួយនេះតើបងប្អូននេះដោយសារវានៅតែឯងបាទពុំមានបាទនេះដូចជាឈ្មោះបាទបងប្អូនគឺភេទនេះគឺឈ្មោះទេបាទនេះគឺមានញីមួយទៀតគឺបាទអាចប្រកាត់បានហើយនេះគឺ slot មែនតែនបាទតែខ្ជិលមើលតែមើលស្ទាបវាណាអូនគេ slot ណាបាទកុំឲ្យខាតពេលយូរបងប្អូនទៅមើលកន្លែងសួនសត្វបន្តិចនិង resort បាទមាន resort បាទឥឡូវឮថាមាន resort លោកតាបាទលោកតាបាទមាន resort លោកតាកំពុងតែកសាងស្ទើរតែរួចរាល់ហើយបាទសម្រាប់ resort តែបាទ resort យីជីគឺរួចរាល់ហើយនៅតែតុបតែងបន្តិចទៀតទេបាទនេះបងប្អូននេះស្ថិតមើលបាទមើលពីចម្ងាយបន្តិចនៃការកសាង resort លោកតាបាទគឺស្ទើរតែរួចរាល់ហើយដែរនេះឥឡូវកំពុងតែរៀបចំដូចជានៅខាងមុខនេះគឺមានផ្សារដែកកាត់ដែកបន្តទៀតគឺរៀបចំដូចជាបាទក្តារបន្តដែរនេះគឺក្រុមជាងដែលរៀបចំកសាងគឺលឿនមែនតែនបាទនេះគឺស្ទើរតែរួចរាល់ហើយដែរបន្ទាប់ពីការក្តារហើយគឺចាប់ដើមបាំងទាំងម្ដងបាទដោយសារទឹកជាតិនៅខាងទៀតដោយសារទឹកបាទនៅក្នុងបងប្អូនគឺទឹកពេញនឹងហើយណែលមុននេះខ្ញុំធ្លាប់បង្ហាញនៅទីតាំងកន្លែងនេះគឺបានទឹកស្រកទៅដល់ទីតាំងនៅចំកណ្ដាលឈូកនេះឥឡូវទឹកទាំងពេញហ្នឹងបាទផ្លូវនេះក៏អាចដើរបានដែរនេះផ្លូវចំកណ្ដាលនេះតែឥឡូវឡើងពេញអស់ហើយដល់ត្រង់សួនសត្វហើយសួនសត្វលើកោបចំទេពនេះក៏មានឃើញក្តាន់ដើរបាទទីច្រើនតែម្ដងបាទមើលទៅបាទដោយសារការចាក់ដីលុបពេញបន្ថែមនៅទីតាំងកន្លែងសួនសត្វនេះគឺมันមានស្មៅដុះទេគឺអាចជាងាប់ឬក៏អាចជាដុះឡើងបណ្ដាប៉ុន្តែมันអាចដុះបានទេមកទៅដោយសារតែស្លឹកឈើឡើងមកបាទឆ្លុះនឹងក្តាន់ក៏បានស៊ីបាទមើលទឹកពីខាងក្រោមសំបីតែតាពាំងណែបងប្អូនតាពាំងក៏វាស៊ីដែរនេះបាទស៊ីអោតាពាំងខាងនេះអត់បានស៊ីទេនេះមើលឆ្លុះបាទដោយសារទឹកយកទិដ្ឋភាពពីចម្ងាយមើលទៅមិនស្អាតបាទនេះឆ្លុះជាច្រើនបាទកំពុងតែស៊ីស្មៅនេះគឺដាក់ស្មៅឲ្យស៊ីទេបាទអត់ដូចជាមានតកួនមានអីដាក់ស៊ីទេដល់តកួនគឺដាក់នៅតែគឺជាត្រង់កន្សាយបាទនេះគឺចំហៀងខាងនេះគឺមានទាំងសัตว์នេះគឺសัตว์ឆ្លុះនឹងក្តាន់តែប៉ុណ្ណោះបាទនៅត្រង់ខាងនេះគឺត្រង់កន្សាយបាទសម្រាប់កម្មភាពនៅឯនៅខាងហ្នឹងវិញគឺមានលោកពូលោកបងបាទជាច្រើនដែលរៀបចំនៅការបាទនេះគឺលើកដីចាក់ដោយកម្លាំងដៃណាគឺផ្សែងដីឡើងដើម្បីចាក់ដីបំពេញទីតាំងចិត្តផ្ទះយីជីបាទនិងផ្ទះលោកតាផងដែរគឺបំពេញទីតាំងខាងនេះគឺរៀបឲ្យស្អាតបាទនេះអូគោបាទគោទាំងនឹមបាទក៏បានដាក់ចងនៅទីតាំងខាងនេះបាទដោយសារនៅកន្លែងនោះកន្លែងត្រង់គឺកំពុងតែរៀបចំកសាងបាទនេះគោធំមែនតើឡើងសាច់ទៅនេះបាទមុនពីស្រក់តែឥឡូវឡើងសាច់ទៅហ្នឹងបាទគឺនេះគោក្រហមគឺមានឈ្មោះតែខ្ញុំមិនស្គាល់ឈ្មោះវាទេបាទគោមនឹមនេះបាទមនឹមគូខាងក្រោយនេះបាទពណ៌ក្រហមនេះគឺមានឈ្មោះបាទសម្រាប់តែគោខាងពណ៌សនេះខាងអាចមានឈ្មោះដែរតែប៉ុន្តែមិនស្គាល់ឈ្មោះវាបាទនេះបាទនេះទីតាំងចាក់ដីបំពេញបន្ថែមនៅទីតាំងខាងមុខតេជីបាទសម្រាប់បាទកម្មចដាបាទតែលោកតាកំពុងតែកសាងបាទតើវាកសាងរួចរាល់ហើយឥឡូវចាក់ដីបំពេញបន្ថែមមើលកម្មចដាបាទកម្មចដាកន្លែងលោកពូអង្គុយនៅលើកម្មចដាគឺស្អាតមែនតែនបាទនេះគឺកម្មចដាមានផ្លូវចុះទាំងសងខាងបាទគឺស្អាតនេះបាទសម្រាប់នៅទីតាំងកន្លែងតភ្ជាប់បាទស្ពានអាកាសគឺផ្ទះបាយមកតែជីគឺស្អាតគឺធ្វើរួចរាល់ហើយអូណាចាក់ដីដុតទីតាំងខាងក្រោមទៀតបាទនេះ
ôi sàn mình tên là tí tăng lại ní mơ tới có ngọc ngặt phong đài và tí tăng này cái điệp trong sàn mơ mà này nên đi lòng mình phòng chết mới tới sàn mà rồi nơi bạn ấy cứ mà rongสบายចិត្តរីករាយផងដែរបាទនឹងមានលោកតាលោកយាយបាទមានចិត្តជ្រះថ្លាតាំងសមាធិបាទតាំងកន្លែងរោងគោបងប្អូនឃើញស្រាប់ហើយចាក់ដីបំពេញបន្ថែមពេញទីតាំងទាំងពីរកន្លែងហើយប៉ុន្តែការរៀបចំដូចជាកសាងបន្តទៀតគឺមិនទាន់មានជាងចូលកសាងទេគឺក្រុមជាងក្រុមលោកពូនឹងកំពុងតែរៀបចំជញ្ជូនបាទជញ្ជូនដីដាក់បំពេញទីតាំងតែជីសម្រាប់ទីតាំងនេះគឺមិនទាន់កសាងនៅឡើយទេបាទគឺខ្ញុំមកសូមអនុញ្ញាតដើរខាងក្រោមទេបាទមិនដើរខាងលើស្ពានទេបាទនេះមើលឯងត្រង់ទន្សាយបន្តិចដូចស្ងាត់ទន្សាយបងប្អូនបាទក្រេកតែមើលខាងអូនោះទន្សាយរត់អូតែប៉ុន្តែរឿងស្ងាត់បន្តិចអូនៅស៊ីនោះបាទនៅស៊ីតគួននៅត្រង់ចំណុចត្រង់នេះបាទនៅមើលតែឃើញព្រិលបងប្អូនដោយសារស៊ូមទៅកាមេរ៉ាមើលទៅព្រិលបាទនេះស៊ូមអស់ពេកបាទនេះកំពុងតែស៊ីនៅតគួនបាទលោកពូនេះកំពុងតែរៀបចំដូចការកាយអាចណាចេញវិញហើយនៅទីតាំងកន្លែងនេះនៅឯត្រង់បាទមកដល់ទីតាំងចិត្តដល់ទីតាំងខាងក្រោមស្ពានអាកាសដែលឆ្លងទៅតែជីនៅផ្ទះបាយបងប្អូននៅទិដ្ឋភាពនៅជុំវិញនេះក៏មានការដាំដូចលំអដូចជាផ្កាចម្រុះពណ៌មកនេះនោះអូបន្ថែមដាំផ្កាបន្ថែមទៀតនេះអែបនៅតាមមាត់ច្រាំងអូនេះបងប្អូននេះនឹងផ្កាទេតិចតូចនេះឡើងនេះគឺមិនទាន់ធំទេបាទណែកលេសតែមើលទិដ្ឋភាពនៅលើស្ពានបន្តិចវិញបាទនេះក៏មានដាំផ្កាដូចជាអានេះខាផ្កាกระดาษបងប្អូនអានេះទាំងសងខាងនេះដូចផ្កាกระดาษបាទនេះសម្រាប់ទិដ្ឋភាពនៅខាងលើស្ពាននេះខ្ញុំសូមបង្ហាញដើរដល់កន្លែងសួនបាទសួនសត្វបន្តិចបាទមិញដើរខាងក្រោមឥឡូវដើរខាងលើម្ដងទិដ្ឋភាពស្អាតមែនតើបាទនេះមានម្លប់មានអីជ្រោកមានទាំងបង់មានអីអង្គុយបាទសម្រាប់ការកសាងក្នុងលើទឹកដីកសាសិទ្ធហ្នឹងបាទមិនថានៅកន្លែងសួនសត្វនេះទេបាទសម្រាប់ការកសាងគឺគ្រប់កន្លែងនៃការកសាងមើលបាទសំបីតែក្នុងវត្តក៏មានជាងកសាងដែរបាទនេះអូលោកពូនោះបាទគឺផ្ដិតមិញផ្ដិតមើលអត់សូវច្បាស់ទេតែឥឡូវមើលច្បាស់មែនតើបាទនេះលោកពូកំពុងតែកើបបាទនេះជាការកើបអាចអនាបាទកើបអនាចេញអាចឈើហ្នឹងគឺកើបចេញនៅទីតាំងនេះបាទមិនដឹងថារៀបចំដាក់អ្វីបន្តទៀតទេក៏មិនទាន់ដឹងដែរបាទនេះទន្សាយតែដូចមើលទៅបាទដូចរឿងស្ងាត់បន្តិចបងប្អូននេះដូចរឿងស្ងាត់ច្រើនណាស់បាទនេះទន្សាយមើលទៅដូចបាទមិនដឹងបាត់ទៅណាទេបងប្អូនបាទនេះមិនដឹងថាឬក៏ឈឺឬក៏មួយឬយ៉ាងណាទេក៏មិនទាន់បានដឹងដែរបើតាទន្សាយមុនដូចការយកចូលមកដូចជា50ក្បាលប៉ុន្តែឥឡូវដូចស្ងាត់ទន្សាយមែនតែនបាទនេះទន្សាយកំពុងតែចំស៊ីស្មៅនៅត្រង់នេះអូស៊ីស្មៅស៊ីតគួនបាទនេះស៊ីតគួនបាទសារស៊ូមមើលទៅពីចម្ងាយមិនសូវច្បាស់ទេបាទត្រង់20ម៉ែត្រដែរបាទទូរស័ព្ទមើលទៅថតមិនសូវច្បាស់ឲ្យបាទនេះអូនោះទន្សាយនៅក្អែបរបងទៀតបាទច្រើនបាទអូមកមើលឆ្លុះវិញបាទនេះឆ្លុះដិតភាពនៅខាងលើខ្ញុំច្បាស់បាទនេះនោះឆ្លុះអូជាច្រើនណាស់ដើរពីពេញនឹងក្តានបាទនេះក្តាននេះបាទនៅនេះមានដល់ចំនួន3ក្បាលនៅខាងនោះមានច្រើនទៀតនៅខាងនោះមាន5បាទនោះ5នោះឆ្លុះបាទឆ្លុះនោះឆ្លុះនៅត្រង់នេះដេកបាទនេះឆ្លុះដេកបាទឆ្លុះគឺមានតែមួយទេសម្រាប់ក្តានគឺមានដល់ចំនួនដល់8ក្បាលបាទនេះប៉ុណ្ណឹងក៏ខ្ញុំបាទក៏សូមបញ្ចប់ត្រឹមនឹងតែម្ដងបាទមុននឹងបញ្ចប់ក៏ខ្ញុំបាទក៏សូមលំអរកាយគ្រប់ជូនពរពុកម៉ែបងប្អូនបាទសុខភាពល្អសំណាងល្អគ្រប់ពេលវេលាបាទសូមអរគុណច្រើនសូមគោរពលា